នេះជាសាច់រឿងរន្ធត់និងព្រៃបេសាចដែលកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយភូមិអូស្វាយខេត្តព្រះវិហារភូមិដែលសម្បូរទៅដោយព្រៃក្រាស់និងជំនឿអរូបីនៅខែផលគុណឆ្នាំ1992រដូវដែលខ្យល់ជំនោរស្ងួតបោកបក់កាត់ដើមឈើធំធំបង្កើតជាសំឡេងដូចជាមនុស្សយំរឿងពិធីការក្រោមស្រមោលអន្តការក្នុងរាត្រីខែភ្លឺច្បាស់ប៉ុន្តែបែរជាត្រជាក់ស្រេបដោយឆ្អឹងខ្យល់ជំនោររដូវប្រាំងបានបោកបក់មកតក់កាត់តាមស្លឹកចេកដែលយល់ទៅយល់មកដូចដៃខ្មោចផ្ទះឈើពីរជាន់ដ៏មហិមារបស់មេភូមិសានដែលសង់ពីឈើក្រញូងចាស់កំពុងតែរៀបពិធីមង្គលការឲ្យកូនស្រីតែម្នាក់គត់ឈ្មោះស្រីមីប៉ុន្តែបរិយាកាសក្នុងរោងការនេះមិនមានភាពអ៊ូអរសប្បាយរីករាយដូចមង្គលការអ្នកភូមិដទៃឡើយភ្ញៀវដែលមកចូលរួមសុទ្ធតែមានទឹកមុខស្រពោនស្លៀកពាក់ខ្មៅនិងសហាក់ដូចជាមកចូលរួមពិធីបុណ្យសពច្រើនជាងមង្គលការប្រុសពៅជាអ្នកថតរូបវ័យក្មេងមកពីទីក្រុងភ្នំពេញបានសង្កេតឃើញភាពមិនប្រក្រតីពីដើមមកកូនក្រមុំស្រីមីអង្គុយលើកៅអីមាសដោយខ្លួនរឹងកំព្រឹសមុខរបស់នាងដែលធ្លាប់តែស្រស់ស្អាតបែរជាសស្លេកស្លាំងដូចក្រដាសចំណែកភ្នែករបស់នាងធំសម្លឹងទៅមុខត្រង់មិនដែលព្រិចសូម្បីមួយដងអ្វីដែលធ្វើឲ្យប្រុសពៅឬរោមនោះគឺខ្សែអំបោះសិលពណ៌ក្រហមឆ្អៅដែលចងភ្ជាប់ពីកដៃនាងទៅកាន់វាំងននផ្កាស្លាដ៏ក្រាស់នៅខាងក្រោយដែលលាក់បាំងនៅវិជុឈើខ្មៅមួយដែលគេដឹកតាំងមកពីយប់មិញនៅម៉ោង 9 យប់ដែលជាពេលត្រូវប្រសិទ្ធពរជ័យក្លិនក្រអូបនៃផ្កាម្លិះក្នុងរោងការស្រាប់តែប្រែជាក្លិនឆ្អាបដូចឈាមស្អុយរលួយដងហើយហៅវិញ្ញាណដោយសំឡេងក្រលួចដែលស្ដាប់ទៅគួរឲ្យខ្លាចរំពេចនោះភ្លើងទៀនដែលបំភ្លឺក្នុងរោងការស្រាប់តែរលត់ព្រមគ្នាដោយគ្មានខ្យល់បក់ភាពងងឹតសូន្យឈឹងបានគ្របដណ្ដប់ឮតែសំឡេងក្រឹកនៃឈើដែលកកិតគ្នាពេលនោះក្រោយសំឡេងផ្ទុះផាំងទ្វារមឈូសនៅក្រៅវាំងននស្រាប់តែបើកសន្ធប់ស្រីមីដែលអង្គុយស្ងៀមចាប់ផ្ដើមសើចនៅក្នុងបំពង់កបែបក្រឡដែលស្ដាប់ទៅមិនមែនជាសំឡេងមនុស្សឡើយនាងក្រោកឈរឡើងយឺតទាំងភ្នែកនៅតែបិទជិតប៉ុន្តែនាងអាចដើរតម្រង់ទៅរកភ្ញៀវកិត្តិយសនាងបានហៅឈ្មោះភ្ញៀវម្នាក់យ៉ាងច្បាស់ចំឈ្មោះចំត្រកូលទោះបីជានាងមិនដែលស្គាល់ពួកគេក៏ដោយនាងឈប់នៅពីមុខប្រុសពៅរួចងាកក្បាលមកក្រោយជិត180ដឺក្រេរហូតឮសំឡេងឆ្អឹងកបាក់ក្រឹបរួចសួរដោយដង្ហើមធំថាឯងមកស៊ីការយើងឬមកមើលសាកសពយើងតាមពិតទៅកូនកំឡោះដែលត្រូវបានរៀបការជាមួយស្រីមីគឺជាបុរសម្នាក់ដែលឈ្មោះជាដែលបានស្លាប់យ៉ាងអណយធមដោយគ្រោះថ្នាក់ចរាចរណ៍កាលពី7ថ្ងៃមុននៅផ្លូវកោងចូលភូមិខណៈពេលដែលគេកំពុងដឹកជំនូនមកសុំរំដឹងស្រីមីលោកមេភូមិដោយសារតែស្រឡាញ់កូនជ្រុលនិងខ្លាចវិញ្ញាណកូនកំឡោះមកលងអន្លាចក៏បានជឿតាមគ្រូទាយឲ្យរៀបការរវាងមនុស្សរស់និងមនុស្សស្លាប់ដើម្បីបង្ខាំងវិញ្ញាណឲ្យនៅជាមួយគ្នាប៉ុន្តែអ្វីដែលលោកមេភូមិមិនដឹងគឺជាមិនបានមកម្នាក់ឯងទេនៅកន្លែងដែលជាស្លាប់គឺជាកន្លែងសម្បូរទៅដោយព្រៃដើមចេកដែលស្រេកឃ្លានរូបរាងកាយមនុស្សវិញ្ញាណដែលកំពុងស្ថិតក្នុងខ្លួនស្រីមីនាពេលនេះមិនមែនជាវិញ្ញាណឡើយប៉ុន្តែគឺជាបិសាចដែលឆក់ឱកាសតាមវិញ្ញាណជាមកដើម្បីស៊ីប្រលឹងស្រីមីនិងយកកាយនាងមកធ្វើជាជំរកថ្មីរបស់វាស្រីមីចាប់ផ្ដើមហែកសម្លៀកបំពាក់អាពាហ៍ពិពាហ៍ពណ៌មាសរបស់នាងចេញ
បង្ហាញឲ្យឃើញស្បែកដែលចាប់ផ្ដើមប្រែពណ៌ស្វាយជាប់និងមានផ្ទុះហូរចេញតាមរន្ធរោមពាសពេញរាងកាយនាងមកពីទីភ្លឺភាពចលាចលបានកើតឡើងពេញរោងការភ្ញៀវផ្អើលរត់ជាន់គ្នាចំណែកលោកគ្រូអាចារ្យព្យាយាមសូត្រមន្តការពារប៉ុន្តែត្រូវកម្លាំងអរូបីបោកនឹងសសរផ្ទះរហូតបាក់កស្លាប់ភ្លាមប្រុសពៅដែលនៅមានស្មារតីចុងក្រោយបាននឹកឃើញសម្ដីលោកយាយម្នាក់ដែលអង្គុយនៅជ្រុងម្ខាងដែលងងឹតឈឹងលោកយាយនៅបានប្រាប់ថាមានតែរបស់ដែលជាស្រឡាញ់បំផុតនិងពោពេញទៅដោយសច្ចៈទើបអាចដេញបិសាចនេះបានប្រុសពៅបានសម្លឹងទៅកាបូបស្ពាយដែលធ្លាក់នៅក្បែរមឈូសរួចក៏ឃើញប្រអប់ចិញ្ចៀនមួយវង់ដែលជាបំរុងពាក់ឲ្យស្រីមីគេប្រថុយជីវិតស្ទុះទៅចាប់ចិញ្ចៀននោះហើយស្រែកហៅឈ្មោះជាខ្លាំងឲ្យជួយសង្គ្រោះកូនក្រមុំពេលដែលប្រុសពៅបោះចិញ្ចៀននោះចូលទៅក្នុងមឈូសដែលចំហស្រាប់តែមានផ្សែងខ្មៅស្រក់អាប់មួយហក់ចេញពីមឈូសនោះស្ទុះទៅអោបស្រីមីពីក្រោយយ៉ាងណែនសំឡេងស្រែកយ៉ាងឈឺចាប់របស់ជាបានពន្លឺឡើងពេញផ្ទះទៅជាមួយបងកុំនៅទីនេះអីកន្លែងនេះមិនមែនជាកន្លែងពួកយើងទេនៅពេលយប់ម៉ោង3ទៀបភ្លឺខ្យល់បក់បោកក៏ស្រាប់តែស្ងាត់ឈឹងស្រីមីបានដួលសន្លប់បាត់ស្មារតីលើគំនរផ្កាស្លានៅពេលព្រះអាទិត្យរះឡើងត្រដែតកាត់ដើមឈើធំអ្នកភូមិបានចូលមកមើលស្រាប់តែឃើញថាឈើក្រញូងនៃផ្ទះមេភូមិបានប្រែពណ៌ខ្មៅខ្លោចដោយត្រូវភ្លើងឆេះចំណែកមឈូសរបស់ជាដែលនៅពីក្រោយវាំងនោនបានបាត់សូន្យឈឹងសូម្បីតែសាកសពក៏រកមិនឃើញស្រីមីបានដឹងខ្លួនឡើងវិញប៉ុន្តែស្រីមីបានបាត់ការចងចាំទាំងស្រុងអំពីរឿងរ៉ាវនៃយប់នោះទោះជាយ៉ាងណាជារៀងរាល់ថ្ងៃសិលអ្នកភូមិអូស្វាយតែងតែឮសំឡេងភ្លេងការខ្មោចលេឡំនឹងសំឡេងសើចស្រស់ស្រាយមនុស្សប្រុសស្រីចេញពីមាត់អូដែលជាបានស្លាប់គ្មាននរណាហ៊ានធ្វើដំណើរឆ្លងកាត់ទីនោះក្រោយម៉ោង6ល្ងាចឡើយព្រោះគេជឿថាជានឹងស្រីមីឬអ្វីម្យ៉ាងដែលស្រដៀងនឹងនាងនៅតែរៀបការម្ដងហើយម្ដងទៀតនៅក្នុងភពងងឹតនោះ